ជំរាបសួរអ្នកនរគ្នាសូមស្វាគមន៍មកកាន់កម្មវិធី Gangster Secret ហើយកម្មវិធីរបស់យើងបង្កើតឡើងគ្រាន់តែជាចំណៃអារម្មណ៍ប្លែកម្យ៉ាងទៀតសម្រាប់ចែកជូនពុកម៉ែបងប្អូនដែលចង់និយាយរឿងក្នុងចិត្តក៏ដូចជា confession មួយណាដែលពុកម៉ែបងប្អូនដែលអត់ងាយរកកន្លែងបញ្ចេញបានហើយក៏អត់ហ៊ានបញ្ចេញលើ social media ខ្លាចគេស្គាល់ account ស្គាល់មុខខ្លាចបាយសាច់រឿងអីចឹងទៅហើយកម្មវិធីរបស់យើងនេះបានបង្កើតជាកន្លែងមួយដែលអាកំបាំងមែនតើសម្រាប់អ្នកនរគ្នាអាចចូលរួមចែកម្លែករឿងក្នុងចិត្តបានដោយយើងនឹងរក្សាការសម្ងាត់ជូនពុកម៉ែបងប្អូនទាំងអស់គ្នា 100% អាចទុកចិត្តមកលើកម្មវិធីរបស់យើងបានអញ្ចឹងអ្នកនរគ្នាអាច inbox មកកាន់ Facebook page របស់យើងក៏បានឆាតជាអក្សរក៏បានជា voice ក៏បានហើយបើរត់តែល្អទៀតបើអ្នកនរគ្នាចង់ឲ្យធូរស្រាលតែម្ដងអ្នកនរគ្នាអាចចូលរួមជាមួយនឹងកម្មវិធីយើងដោយផ្ទាល់ហើយកុំបារម្ភពីកម្មវិធីរបស់យើងថានឹងលេចធ្លាយមុខឬក៏សម្លេងកុំបារម្ភយើងនឹងមានសលេងបំពាក់ជូនមានម៉ាស់មុខក៏ដូចជាស្រោមដៃហើយនឹងបដូរសម្លេងពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងកុំបារម្ភដូចខ្ញុំបាននិយាយហ្នឹងកម្មវិធីរបស់យើងនឹងធានាជូនអាកំបាំង 100% ជូនពុកម៉ែបងប្អូនទាំងអស់គ្នាសង្ឃឹមថាអ្នកនរគ្នាចូលរួមឲ្យបានច្រើនដើម្បីចែកម្លែកចំណេះដឹងទូទៅក៏ដូចជារឿងក្នុងចិត្តដែលខ្លួនឯងបានជួបប្រទះកន្លងមកដើម្បីឲ្យគ្នាយើងបានដឹងក៏ដូចជាមានអ្នកខ្លះទៅគាត់មានបទពិសោធន៍នឹងហើយគាត់មានវិធីដោះស្រាយគាត់អាច comment ខាងក្រោមបានដើម្បីប្រាប់គ្នាយើងបន្តទៀតតាមថាខ្ញុំជួបហេតុការណ៍ហ្នឹងដែរប៉ុន្តែខ្ញុំអត់មានវិធីដោះស្រាយអញ្ចឹងពុកម៉ែបងប្អូនដែលធ្លាប់ឆ្លងហើយមានវិធីដោះស្រាយ comment ប្រាប់មកដើម្បីឲ្យគ្នាយើងបានអាន comment ហ្នឹងទៅដឹងវិធីដោះស្រាយពេលដែលគាត់ជួបបញ្ហាបែបហ្នឹងដែរបាទអរគុណហើយកម្មវិធីយើងនាំមកជូនដោយ Gang Spurt តែប៉ុន្តែខ្ញុំបាយប្រាប់អ្នកនរគ្នាថាកម្មវិធីយើងនាំមកជូន Gang Spurt ក៏អ្នកនរគ្នាដឹងដែរដោយសាររបស់យើងពីក្រោយនេះអ្នកនរគ្នាអាចមើលបាន Gang Spurt ហើយចំណងជើងកម្មវិធីរបស់យើងក៏ Gang Spurt Secret ដែរព្រោះថា Gang Spurt តែងតែបង្កើតកម្មវិធីថ្មីប្លែកៗក៏ដល់អារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាបាទតោះយើងជួបជាមួយនឹងភ្ញៀវកិត្តិយសយើងទាំងអស់គ្នាជំរាបសួរខ្សោយម្លេះមានរឿងលាក់ទុកក្នុងចិត្តច្រើនណាអត់សូវសប្បាយចិត្តបងចង់បញ្ចេញដោយសារតែអត់ដឹងត្រូវនិយាយប្រាប់ណាគេហ៎បងអាចប្រាប់ចំណងជើងតិចបានទេអូនសម្រាប់រឿងរបស់ខ្ញុំហ្មងខ្ញុំចង់និយាយពីរឿងគ្រួសារប្តីប្រពន្ធខ្ញុំហើយគាត់នៅពាក់ព័ន្ធមួយសង្សារចាស់អញ្ចឹងហ៎បងតែបងសូមបញ្ជាក់កន្លែងនេះបន្តិចណាបងនឹងសួរឲ្យស៊ីជម្រៅប៉ុន្តែសំណួរណាដែលអត់អាចឆ្លើយបានក៏អត់ចាំបាច់ឆ្លើយដែរណាតែគ្រាន់បងព្យាយាមសួរដើម្បីឲ្យពុកម៉ែបងប្អូនយើងងាយស្រួលក្នុងការស្ដាប់ចាបងចាបាទអូនឯងការតាំងឆ្នាំណាដែរសម្រាប់ខ្ញុំហ្មងខ្ញុំការមកប្រហែលជា 4-5 ឆ្នាំដែរបង 4-5 ឆ្នាំចាមានបត្រាបត្រីនៅមាន2នាក់ឯងបងប្រុសមួយស្រីមួយបងប្រុសមួយស្រីមួយពេលដែលប្តីអូននៅតែតាក់តងរាប់អានត្រូវហ៎គាត់រាប់អានគ្នាបងគាត់អត់បានតាក់តងជាស្នេហាអីទេតែគាត់រាប់អានគ្នានៅតែជួបគ្នានៅតែនិយាយគ្នាអីអញ្ចឹងហ៎បងក៏ប៉ុន្តែខ្ញុំអត់សប្បាយចិត្តនិយាយទៅរបៀបអញ្ចឹងបងគាត់អត់បានខុសអីទេហើយគាត់ក៏អត់បានទៅធ្វើអីលើសលួសជាមួយនឹងសង្សារចាស់របស់គាត់នឹងដែរតែគ្រាន់ថាខ្ញុំជាប្រពន្ធដែលដឹងថាគាត់នៅតែជួបសង្សារចាស់នៅតែនិយាយមួយសង្សារចាស់ខ្ញុំអត់សប្បាយចិត្តហ្មងបងតែគាត់អត់បានទៅធ្វើអីលើសលួសហើយគាត់ក៏បានរាយការណ៍ប្រាប់យើងគ្រប់ស្ថានភាពទាំងអស់ឲ្យយើងដឹងដែរតែខ្ញុំអត់សប្បាយចិត្តខ្លាំងមែនតើពេលដែលឃើញហើយខ្ញុំប្រចាំខ្ញុំមួម៉ៅខ្ញុំឆើឆាវតែខ្ញុំមិនដឹងថាគួរទៅប្រាប់គាត់បែបណាខ្ញុំខ្លាចពេលដែលនិយាយប្រាប់គាត់ហើយយើងឆ្លោះគ្នាអីអញ្ចឹងហ៎បងបាទតែបងសុំសួរតិចតើធ្វើម៉េចបានអូនឯងដឹងថាគាត់ជាសង្សារចាស់នឹងគ្នាគាត់ប្រាប់ឬមួយក៏មិនដែរខ្ញុំដឹងដោយសារលក្ខណៈបែបឃើញចៃដន្យថាគាត់ជាសង្សារចាស់ហើយក៏សួរគាត់ទៅគាត់ប្រាប់យើងតាមត្រង់ដែរក៏ប៉ុន្តែពេលដែលខ្ញុំដឹងហ្នឹងដឹងនៅពេលដែលខ្ញុំបានរៀបការមួយគ្នាហើយឯងបងដឹងពេលរៀបការហើយចាបងចាអញ្ចឹងគាត់ប្រាប់ចាគាត់ប្រាប់ត្រង់ថាពេលដែលយើងឃើញmemory គាត់យើងឃើញចៃដន្យឯងបងតែយើងក៏សួរគាត់អញ្ចឹងទៅគាត់ប្រាប់ថាម្នាក់ហ្នឹងត្រូវជាសង្សារចាស់របស់គាត់ស្នេហាដំបូងអីអញ្ចឹងទៅតែឥឡូវគឺគាត់បានរាប់អានគ្នាជាមិត្តភក្តិអីអញ្ចឹងណាបងតែណែទុកចិត្តប្តីណែអត់ខ្ញុំទុកចិត្តគាត់បងខ្ញុំគិតថាគាត់មិនទៅធ្វើអីលើសលួសបែបទៅកេងទៅអីមួយគ្នាអញ្ចឹងខ្ញុំអត់គិតថាគាត់នឹងទៅអញ្ចឹងឯងបងតែគ្រាន់តែខ្ញុំអត់សប្បាយចិត្តមែនតើហ្មងខ្ញុំអត់ចង់ឃើញគាត់ចិត្តគ្នាតែពេលដែលគាត់នៅចិត្តគ្នាម្ដងអារម្មណ៍ខ្ញុំគឺចង់ស្ទះហ៎បងតែអត់មានបញ្ចេញអាកប្បកិរិយាមួយដែលធ្វើឲ្យណែបានសង្ស័យទេអត់មានទេបងតែគ្រាន់តែពេលដែលគាត់នៅចិត្តគ្នាហ្នឹងអារម្មណ៍យើងអត់សប្បាយចិត្តព្រោះគាត់ធ្លាប់ជាសង្សារចាស់មួយគ្នាដែលស្និទ្ធស្នាលគ្នាអញ្ចឹងហើយត្រូវមកនៅ
ចិត្តគ្នាវិញ រាប់អាន វាធ្វើឲ្យខ្ញុំចាវាធ្វើឲ្យខ្ញុំអត់សប្បាយចិត្តហ្មងទាំងដែលខ្ញុំជាប្រពន្ធរបស់គាត់ចឹងហ៎បង ចាំមកសុំសួរឲ្យស្មោះត្រង់មួយទៀតដែរលួចឆែកទូរស័ព្ទគាត់ដែលឆាតជាមួយមិត្តភក្តិគាត់នឹងអត់ម្នាក់ស្អីនឹងអត់ ខ្ញុំធ្លាប់ឃើញឆាតបងតែគាត់អត់បានទៅនិយាយបែបស៊ីជម្រៅអីមួយគ្នាទេគ្រាន់តែនិយាយឧទាហរណ៍ថាគាត់មានការងារឬក៏ត្រូវទៅណាទៅណីហើយមានម្នាក់នឹងនៅក្នុងនឹងដែរអញ្ចឹងទៅក៏គ្រាន់តែនិយាយពីតាណាដើមតងអីមួយគ្នាតែគ្រាន់តែគាត់បើកមកឃើញ Facebook profile របស់ម្នាក់ហ្នឹងនៅលើឆាតទូរស័ព្ទរបស់គាត់គឺខ្ញុំចាប់ផ្ដើមអត់សប្បាយចិត្តហ្មងបង ទាំងដែលអត់មានអីសោះ ចាខ្ញុំអត់សប្បាយចិត្តហ្មង តែអនឡាញមានដែរបានព្យាយាមនិយាយគាត់បើកចិត្តតែនិយាយមួយគាត់ថាអូនអត់ចូលចិត្តបងបែបមួយបែបនេះមួយបែបនោះពីរអីមានដែរបានសាកនិយាយទេ ខ្ញុំអត់ដែលបានបើកចិត្តនិយាយមួយគាត់ទេបងដោយសារតែខ្ញុំដឹងហ្មងថានៅពេលដែលខ្ញុំនិយាយឲ្យពួកយើងប្រកាសជាឆ្លោះគ្នាអីព្រោះសម្រាប់គាត់ឥឡូវត្រឹមតែជាមិត្តភាពទេក៏ប៉ុន្តែសម្រាប់ខ្ញុំវាលើសពីមិត្តភាពវាខ្ញុំនៅតែចាត់ទុកថាម្នាក់ហ្នឹងគឺជាសង្សាររបស់គាត់នៅតែមនុស្សដែលធ្លាប់ស្រឡាញ់គ្នាស្និទ្ធស្នាលមួយគាត់ចឹងខ្ញុំអត់ហ៊ានសួរឯង ណែចង់បានបែបណាដែរចង់ឲ្យពួកគាត់ឈប់រាប់អានគ្នា បើសម្រាប់ខ្ញុំបងខ្ញុំគិតថាជំរឿសដែលល្អបំផុតដែលធ្វើឲ្យខ្ញុំលែងរស់នៅក្នុងអារម្មណ៍ដែលពិបាកខ្លាំងអញ្ចឹងគឺចង់ឲ្យលែងមានវត្តមានម្នាក់នឹងនៅចិត្តគាត់ហ្មងចង់ឲ្យកាត់ម្នាក់នឹងចេញពីជីវិតរបស់គាត់ហ្មង ចង់ឲ្យឈប់រាប់អានគ្នា ចាវាលះបង់ម្នាក់នឹងចេញហ្មងបើសិនជាគាត់ពិតជាស្រឡាញ់ខ្ញុំមែនព្រោះការដែលគាត់ស្និទ្ធស្នាលមួយម្នាក់នឹងហើយខ្ញុំអត់សប្បាយចិត្តអញ្ចឹងខ្ញុំចង់ឲ្យគាត់លែងល្វីល្វល់ឃើញម្នាក់នឹងលែងនិយាយលែងនៅចិត្តធ្វើដូចមនុស្សអត់ស្គាល់គ្នាបង តើណែបានចូលរួមកម្មវិធីអីគាត់នាំទៅជួបគ្នាអីអត់មានដែរបានជួបមកគ្នាមួយម្នាក់ស្អីហ្នឹងអត់ ខ្ញុំធ្លាប់ជួបតែពេលខ្លះទោះបីជាខ្ញុំអត់បានទៅមួយគាត់គ្រាន់តែខ្ញុំដឹងថាគាត់នៅចិត្តម្នាក់ហ្នឹងក៏ខ្ញុំពិបាកចិត្តដែរបង ចុះដល់ពេលដែលទៅជួបផ្ទាល់មានអារម្មណ៍មិនដែរ ជួបផ្ទាល់រត់តែអត់សប្បាយចិត្តខ្លាំងខ្ញុំធ្វើអារម្មណ៍អត់ត្រូវខ្ញុំនៅកន្លែងហ្នឹងអត់កើតខ្ញុំចាប់ផ្ដើមឈួលឆេវឆាវមុខមើលវាប៉ះពាល់ដល់គេអ្នកជុំវិញខ្លួនព្រោះដោយសារយើងអត់បានផ្ដល់អាភាពសប្បាយនឹងឲ្យគេតែយើងមុខសកប់សកុនអញ្ចឹងណាបងរបៀបអញ្ចឹង អនឡាញអាចលើកហេតុការណ៍ណាមួយមកប្រាប់យើងបានអត់ហេតុការណ៍ដែលអនឡាញទៅជួបគាត់នៅណាកម្មវិធីអីគេហើយអនឡាញបានធ្វើអាកប្បកិរិយាអីហើយអនឡាញកត់សម្គាល់គាត់អីគេអញ្ចឹងអាចប្រាប់ហេតុការណ៍មកហ្មងបានអត់ ខ្ញុំលើកយករឿងពេលមួយដែលម្នាក់ហ្នឹងធ្វើខួរកណោតសង្សារចាស់គាត់ហ្នឹងបានធ្វើខួរកណោតហើយហៅគាត់ទៅពេលហ្នឹងគាត់ទៅជាមួយនឹងម្នាក់ហ្នឹងក៏ប៉ុន្តែគាត់អត់បានបបួលឬក៏ហៅយើងទៅដែរឯងលក្ខណៈបែបប្រហែលជាកម្មវិធីគេមាន limit មនុស្សអញ្ចឹងណាបងមានកំណត់មនុស្សអញ្ចឹងទៅហើយគាត់ទៅហ្នឹងក៏ទៅជាមួយនឹងមិត្តភ័ក្តិគាត់ប្រហែលអ្នកជាមួយគ្នាគាត់អត់ទៅតែឯងទេតែមិត្តភ័ក្តិទាំងអស់ហ្នឹងគឺសិតតែដឹងថាពួកគាត់ធ្លាប់ស្រឡាញ់គ្នាខ្លាំងទៀតពេលដែលនៅជាសង្សារគ្នាហើយគាត់ទៅគឺខ្ញុំចាប់ដើមឆេវខ្ញុំចាប់ដើមអត់សប្បាយចិត្តខ្លាំងហ្មងខ្ញុំពិបាកចិត្តខ្ញុំនិយាយទៅធ្វើអារម្មណ៍អត់ត្រូវទេបងវាញ័រអស់ហើយពេលដែលគាត់ទៅកម្មវិធីហ្នឹងសំបីតែពេលម្នាក់នឹងថតរូបផុសឬក៏ add story កម្មវិធីគេអីអញ្ចឹងឈរនៅចិត្តប្តីរបស់ខ្ញុំហ្នឹងខ្ញុំចាប់ផ្ដើមពិបាកចិត្តយំបដ ாய் បងខ្ញុំអត់ចង់បានរូបភាពអញ្ចឹងខ្ញុំឃើញហើយខ្ញុំពិបាកធ្វើអារម្មណ៍ហ្មងបងយល់តែបងចង់សួរចាក់ថាតើមានសកម្មភាពណាមួយដែលអនឡាញជួបម្នាក់ស្រីហ្នឹងនៅក្រៅទៅណាជុំគ្នាអញ្ចឹងអាចលើកសកម្មភាពហ្នឹងមកបានអត់ជុំគ្នាមួយម្នាក់ស្រីសង្សារចាស់គាត់ហ្នឹងជួបមុខគ្នាមុខនឹងមុខហ្មងណា ធ្លាប់មានម្ដងជាពីរដងដែរបងតែខ្ញុំពិបាកប្រឈមមុខដោយសារខ្ញុំអត់សប្បាយចិត្តខ្លាំងខ្ញុំអត់ចូលចិត្តម្នាក់ហ្នឹងហ្មងអញ្ចឹងពេលដែលប្រហែលដងហ្នឹងឲ្យតែជួបមុខគាត់លើកណាគឺខ្ញុំពិបាកចិត្តខ្ញុំមើលខ្ញុំពិបាកធ្វើអារម្មណ៍អញ្ចឹងពេលលើកក្រោយទៀតខ្ញុំដឹងថាមានវត្តមានសង្សារចាស់គាត់ហ្នឹងនៅនឹងដែរគឺខ្ញុំអត់ទៅហ្មងបង កិច្ចមុខហ្មង ចាកិច្ចមុខហ្មង តែអត់ដែលមានកម្មកោសប៉ះពាក្យសម្ដីគ្នាអីក៏អត់ដែរ អត់ដែលមានទេបងដោយសារខ្ញុំអត់ចង់និយាយមួយម្នាក់ហ្នឹងហ្មងខ្ញុំអត់ចូលចិត្តហ្មងហ៎បងតែគាត់មួយប្តីខ្ញុំតំណែងគាត់គឺធម្មតា តែណៃមានអារម្មណ៍ថាខ្លួនឯងប្រច័ណ្ឌខ្លាំងអត់ ខ្ញុំបើគិតទៅខ្ញុំប្រច័ណ្ឌខ្លាំងបងដោយសារខ្ញុំស្រឡាញ់ប្តីខ្ញុំហើយណាមួយតំណែងរបស់គាត់ជាមួយនឹងសង្សារគាត់ហ្នឹងរៀងស៊ីជម្រៅខ្លាំងណាបងការគាត់នៅជាសង្សារគ្នាហ្នឹងចាបែបម្នាក់ហ្នឹងជាស្នេហាដំបូងរបស់ប្តីខ្ញុំហ្នឹងហើយពួកគាត់ស្រឡាញ់គ្នាហ្នឹងស្រឡាញ់យូរគ្រួសារទាំងសងខាងដឹងលឺម៉ែឪទាំងសងខាងរបស់គាត់ពេញចិត្តស្រឡាញ់អីអញ្ចឹងណាបងហើយជាសង្សារដែលរស់នៅមួយគ្នាហើយតែគ្រាន់ថាពេលបញ្ហាដែលពួកគាត់បែកគ្នាហ្នឹងគាត់ក៏បានប្រាប់ខ្ញុំដែរអញ្ចឹងបងក៏ប៉ុន្តែពេលម្លងដែលគាត់ស្រឡាញ់គ្នានៅជាសង្សារគ្នាហ្នឹងគឺគាត់ស្និទ្ធគ្នាខ្លាំងស្រឡាញ់ខ្លាំង ចុះអ្នកគាត់មានបានប្រាប់អូនថាមិនប
បាន2នាក់គាត់អត់ព្រមនៅមួយគ្នាអត់ដោយសារចាស់ទុំដឹងឮទាំងសងខាងហើយពេលដែលគាត់ប្រាប់ខ្ញុំនឹងបងដោយសារតែ2នាក់គាត់នឹងនៅរៀងក្មេងគួរសមដែរគាត់អត់ទាន់ចង់ដល់ជារៀបការប្តីប្រពន្ធមួយគ្នាអញ្ចឹងណាបងឲ្យខាងស្រីគេអត់ចង់បានអញ្ចឹងគេចង់បានភ្លាមអីអញ្ចឹងទៅក៏ពួកគាត់មកប្រាវហ្នឹងហើយក៏បែកគ្នាតែពួកគាត់ក៏ត្រឡប់ទៅរាប់អានគ្នាដល់រហងៃវិញអញ្ចឹងចាំមានបានសួរនាំគាត់ទេមិនបានជ្រើសរើសយកនៅរាប់អានសង្សារចាស់អញ្ចឹងមានដែរបានសួរសំណួរនឹងទៅកាន់ប្តីខ្ញុំអត់ដែរហ៊ានសួរទេបងតែគ្រាន់តែគាត់ធ្លាប់បើកចិត្តប្រាប់យើងថាម្នាក់ហ្នឹងគឺត្រូវជាសង្សារចាស់របស់គាត់ហើយឥឡូវគាត់អត់មានតំណែងអីលើពីហ្នឹងទេគាត់គ្រាន់តែរាប់អានគ្នាជាមិត្តភក្តិដោយសារតែដឹងចិត្តគ្នាត្រូវដៃត្រូវជើងគ្នាយល់ពីគ្នាអីអញ្ចឹងណាបងចុះចំពោះការងារពីអ្នកគាត់វិញអាចប្រស្រ័យតាក់ទងគ្នាបានមែនរបៀបការងារគាត់ត្រូវតាក់ទងគ្នាខ្លះដែរមែនអញ្ចឹងដែរមែនចាបងការងារគាត់នឹងដូចគ្នាអញ្ចឹងណាបងដល់ពេលអញ្ចឹងទៅជាប្រភេទការងារដូចគ្នាអញ្ចឹងវាមានការតាក់ទងគ្នាច្រើនអាចសួរវ័យស្វាមីអនឯងបានទេគាត់ប្រហែលជាអាយុប៉ុន្មានប្តីខ្ញុំជាមួយនឹងសង្សារគាត់ណាអាយុតាណាគ្នាបងតាណាគ្នាចាបងគិតថាបើគាត់ជាប្តីអនឯងច្បាស់ជាគាត់ដឹងឲ្យពេលអនឯងសប្បាយចិត្តបាក់ចិត្ត stress ឬក៏ប្រច័ណ្ឌច្បាស់ជាប្តីដឹងហើយតើពេលដែលអនឯងប្រច័ណ្ឌអនឯងខឹងគាត់មានដែរមកសួរនាំថាកាត់អីមែនប្រច័ណ្ឌមែនបាក់ចិត្តមែន stress មែនអត់គាត់សួរបងគាត់ធ្លាប់មកសួរនាំយើងថាអនឯងកាត់អីបានអត់សុបាយចិត្តអនឯងកាត់អីបានធ្វើអាកប្បកិរិយាអញ្ចឹងណាបងគាត់ធ្លាប់សួរខ្ញុំក៏ប៉ុន្តែមនុស្សស្រីបងឯងដឹងហើយពេលដែលយើងអត់សុបាយចិត្តរឿងអីមួយយើងអត់ពេញចិត្តរឿងអីមួយគឺយើងអត់ប្រាប់គេត្រង់ថាខ្ញុំអត់ពេញចិត្តបងឯងកន្លែងនេះគឺអត់ប្រាប់ទេបងបែបថាអន់ចិត្តខឹងអត់ប្រាប់ទេងទៅមួយឆាវអញ្ចឹងទៅហើយគេក៏តាមលួងអញ្ចឹងណាបងពេលម្លងផុតទៅប្រហែលជា 3-4 ថ្ងៃក៏ចាប់ផ្ដើមមកល្អមួយគ្នាវិញអញ្ចឹងទៅតែខ្ញុំអត់ដែរបើកចិត្តប្រាប់គាត់ទេហើយតែងតែអាចថាលើមួយខែប្រច័ណ្ឌប្តីជាមួយនឹងសង្សារចាស់ហ្នឹងប្រហែលប៉ុន្មានដងបើសិនជាម្លងពេលមួយខែហ្នឹងគាត់អត់បានជួបគ្នាជាមួយសង្សារចាស់មានការងារដែលត្រូវជួបគ្នាទេគឺសឹងតែអត់មកបងក៏ប៉ុន្តែបើគាត់ជួបគឺខ្ញុំចាប់ផ្ដើមហេលហាលអារម្មណ៍ខ្ញុំគឺពិបាកខ្ញុំអត់ពេញចិត្តខ្ញុំដើមកចង់យំនិយាយរួមទៅនិយាយមួយម៉ាត់ទៅគឺខ្ញុំពិតជាអត់ចង់ឲ្យគាត់នៅចិត្តម្នាក់ហ្នឹងសូម្បីតែទូរស័ព្ទគាត់ Facebook លោតម្នាក់ហ្នឹងអនឡាញក៏ខ្ញុំអត់ពេញចិត្តដែរបងខ្ញុំពិបាកចិត្តហ្មងយល់តាមពិតទុកចិត្តប្តីហើយតែគ្រាន់ថាចិត្តប្រច័ណ្ឌវាធំជាងចាបងយល់អញ្ចឹងអ្នកនរគ្នាដែលកំពុងទស្សនាកម្មវិធី Gang Spurt Secret របស់យើងនេះប្រហែលជាសាច់រឿង detail ហ្មងយើងអត់សូវបាន detail ទេដោយសារពាក្យច្រើនគាត់និយាយចេញមកគឺអារម្មណ៍របស់គាត់មិនគាត់ប្រាប់យើងអញ្ចឹងគឺប្រច័ណ្ឌអញ្ចឹងអត់សូវមាន detail ឲ្យអ្នកនរគ្នាស្ដាប់ទេប៉ុន្តែខ្ញុំគិតថាមនុស្សស្រីគ្នាយើងផ្សេងទៀតប្រហែលជាដូចបងដែរទទួលយកបានដោយសារខ្ញុំធ្លាប់ឃើញដែលគេលើផុសលើ social media តើប្តីប្រពន្ធនៅអាចរាប់អានសង្សារចាស់បានអត់បើចំពោះណែគិតមិនដែរចំពោះអាសនួនព្រោះបងធ្លាប់ឃើញគេផុសលើ social media ខ្ញុំគិតថាជាប្តីប្រពន្ធយើងបែកមកជាគ្រួសារហើយយើងមានប្រពន្ធយើងមានកូនហើយយើងគួរតែកុំរាប់អានសង្សារចាស់អីបើសិនជាឧបមាថាទៅជួបអញញឹមដាក់ធម្មតាទៅតាមបាចាំទៅរាប់អានជាមិត្តភក្តិទៅស្និទ្ធស្នាលជាមួយឯងដោយសារគាត់ជាមួយនឹងសង្សារចាស់គាត់នឹងធ្លាប់ស្រឡាញ់គ្នាអញ្ចឹងបើសិនជាគាត់ទៅរាប់អានគ្នាគឺអារម្មណ៍ជាប្រពន្ធដូចខ្ញុំអញ្ចឹងខ្ញុំជឿចិត្តមនុស្សស្រីស្រឡាញ់ប្តីជាប្រពន្ធគឺអត់អាចទទួលយកស្ថានភាពបែបហ្នឹងបានទេបងអ្នកដែលទទួលយកបានខ្ញុំគិតថាប្រហែលជាគាត់អត់សូវស្រឡាញ់ប្តីគាត់ទេគាត់នៅជាមួយគ្នាគ្រាន់តែជាទំនួលខុសត្រូវដោយសារគាត់មានកូនឬមួយក៏មានរឿងអីផ្សេងតាមបែបប្តីប្រពន្ធផ្សេងគ្នាអញ្ចឹងណាបងតែបើសម្រាប់ប្រពន្ធដែលស្រឡាញ់ប្តីដូចខ្ញុំគឺខ្ញុំទទួលយកអត់បានខ្ញុំអត់ចង់បានបែបហ្នឹងហ្មងបងចុះប្តីណៃមានមិត្តភក្តិបែបមិត្តភក្តិស្រីផ្សេងទៀតអត់គាត់មានបងមានរាប់អានកន្លែងការងារគាត់មានមិត្តភក្តិកន្លែងផ្សេងដែរក៏ប៉ុន្តែអារម្មណ៍ខ្ញុំគឺអត់អីទេអត់អីទេបងតែជាមួយម្នាក់ហ្នឹងគាត់តែដល់ពេលរស់នៅប្រចាំថ្ងៃក៏ល្អដែរចានិយាយរួមទៅប្តីខ្ញុំគាត់ល្អគ្រប់យ៉ាងបងគាត់អត់ដែលខូចខលមានស្រីគាត់ទៅណាទៅណីគាត់ប្រាប់យើងគាត់ថតឲ្យយើងមើលហើយគាត់ជាមេគ្រួសារដែលគាត់ហៅលុយមកគឺគាត់ទុកឲ្យយើងអ្នកកាន់គាត់និយាយរួមទៅបងឧត្តមស្វាមីគាត់ល្អគ្រប់យ៉ាងក៏ប៉ុន្តែត្រង់ចំណុចហ្នឹងមួយដែលធ្វើឲ្យខ្ញុំពិបាកនៅក្នុងការរស់នៅប្រចាំថ្ងៃហ្នឹងបងបាទអូខេអ្នកនរគ្នាដែល
ទស្សនាកម្មវិធីរបស់យើងប្រហែលជាមានមតិយោបល់ខ្លះហើយសម្រាប់ផ្ដល់ជាយោបល់ជូនបងស្រីដោយសារបើតាមស្ដាប់មកប្តីគាត់ល្អ9.99ហើយខ្វះមួយចំណុចទេគឺគាត់ប្រច័ណ្ឌមួយសង្សារចាស់របស់ប្តីគាត់អញ្ចឹងពីខ្ញុំទៅខ្ញុំអត់ដឹងផ្ដល់ជាយោបល់អីទេមានតែស្រីទេជួយផ្ដល់ជាយោបល់ខមមិនខាងក្រោមមកហើយចាំបងអូនតាមដានខមមិនវីដេអូបងអូនខាងក្រោមហ្នឹងទៅដើម្បីខេឡូមានតំណោះស្រីឲ្យល្អទាំងអស់គ្នាចាដោយសារប្តីយើងល្អហើយយើងមិនអត់ស្រឡាញ់ប្តីដោយសារយើងស្រឡាញ់ហ្នឹងហើយទៅប្រច័ណ្ឌចាបងស្រឡាញ់បានប្រច័ណ្ឌ Yes ចុះគាត់អានេះរៀងស៊ីជម្រៅបន្តិចតែអនឡាញឆ្លើយអត់បានក៏អីដែរណាប្តីអនឡាញដែរយកកូនបងអនឡាញទាំងពីរនាក់ប្រុសមួយស្រីមួយហ្នឹងទៅលេងសង្សារចាធ្លាប់បងធ្លាប់ទៀតធ្លាប់បែបពេលដែលគាត់ទៅក្រៅមួយកូនទៅក៏ជួបសង្សារចាស់នឹងចៃដន្យអញ្ចឹងអារម្មណ៍ពេលហ្នឹងពិបាកជាងគាត់ទៅតែម្នាក់ឯងទៀតបងចាំមិនបានដឹងគាត់ជួបគ្នាដោយសារតែគាត់ប្រាប់យើងដែរថាគាត់បានទៅកន្លែងនឹងចៃដន្យក៏ជួបជាមួយសង្សារចាស់គាត់នឹងទៅគាត់ប្រាប់យើងព្រោះគាត់ត្រឡប់ពេលដែលគាត់ធ្វើអីមួយគឺគាត់ប្រាប់យើងអញ្ចឹងហ៎បងតែយើងអត់សប្បាយចិត្តហ្មងពួកអារម្មណ៍ខ្ញុំពេលហ្នឹងពេលដែលគាត់យកកូនទៅគឺខ្ញុំទៅជាមានអារម្មណ៍ថារូបភាពទាំងអស់ហ្នឹងហើយជាអីដែលពួកគាត់ធ្លាប់សម័យអនាគតមួយគ្នាហ៎បងអារម្មណ៍ខ្ញុំទៅអញ្ចឹងទៀតជុំពេលហ្នឹងអនឡាញទៅណាមិនបានអត់ទៅមួយគាត់ចឹងភាគច្រើនខ្ញុំនៅផ្ទះធ្វើការងារប្រចាំថ្ងៃអញ្ចឹងណាបងពេលព្រឹកដល់ថ្ងៃអីអញ្ចឹងខ្ញុំរវល់ធ្វើរៀបចំផ្ទះធ្វើម្ហូបធ្វើអីឲ្យពួកគាត់ចឹងទៅហើយពួកគាត់នាំកូនទៅក្រៅទៅញ៉ាំអីដើរលេងអញ្ចឹងណាបងតន់ចុះវាដិតដាមខ្លាំងឯនៅខាងកៅបេះដូងយើងវាដិតដាមខ្លាំងហ្មងខ្ញុំនិយាយរួមទៅបងខ្ញុំពិបាកទទួលយកខ្លាំងខ្ញុំអត់ដឹងថាគួរធ្វើម៉េចទេក៏ប៉ុន្តែបើចិត្តរបស់ខ្ញុំមកខ្ញុំចង់ឲ្យគាត់ឈប់តាក់ទងគ្នាឈប់និយាយជាមួយម្នាក់ហ្នឹងកាត់ម្នាក់ហ្នឹងចេញពីជីវិតរបស់គាត់មកបងដើម្បីឲ្យខ្ញុំលែងពិបាកហើយខ្ញុំគិតថាវាមានតែបញ្ហាមួយហ្នឹងដែលធ្វើឲ្យខ្ញុំពិបាករហងៃនៅក្នុងការរស់នៅបើសិនជាគាត់អាចផ្ដល់ឲ្យខ្ញុំបានគឺវាល្អមែនតើតែខ្ញុំអត់ហ៊ានទៅនិយាយមកគាត់ទេខ្ញុំដឹងថានិយាយទៅខ្ញុំខ្លាចគាត់នឹងនិយាយថាអូនឯងហេតុអីបានអត់បើកចិត្តព្រោះប៉ុណ្ណឹងអូនឯងហេតុអីបានទុកធ្វើដោយរឿងធំហ៎ពីមុនផ្សេងបច្ចុប្បន្នផ្សេងគាត់លេងញ៉ៃលេងអីតាអញ្ចឹងខ្ញុំខ្លាចពាក្យខ្ញុំខ្លាចឆ្លោះគ្នាមកបងឥឡូវដោយសារ show របស់យើងគឺរក្សាការសម្ងាត់ជូនអូនឯងបងចង់អូនឯងនិយាយដើម្បីអូនឯងឆ្លាស់ចិត្តចុះអូនឯងអាចនិយាយទៅកាន់កាមេរ៉ាបានចាប់ទុកថានិយាយទៅកាន់ប្តីអូនឯងចង់สนុំពរអីទៅកាន់ស្វាមីអូនឯងពុនចង់និយាយទៅកាន់ប្តីថាបើសិនជាបងស្រឡាញ់ប្រពន្ធស្រឡាញ់កូនស្រឡាញ់គ្រួសារមួយនឹងប្រពន្ធចង់សនំពរទៅថាបងអាចកាត់ផ្ដាច់តំណែងជាមួយសង្សារចាស់បងឈប់រាប់អានគ្នាហើយបើសិនជាមានការងារដែលត្រូវជួបជាមួយនឹងសង្សារចាស់បងអាចជៀសបានអត់អូនទទួលស្គាល់ថាស្ដាប់ទៅអូនរៀងអាត្មានិយមតិចក៏ប៉ុន្តែភាពអាត្មានិយមរបស់អូននឹងកើតឡើងដោយសារតែអូនស្រឡាញ់បងខ្លាំងពេកហើយវាជាអារម្មណ៍មួយដែលកើតឡើងមកពីខាងក្នុងហ្មងណាវាអត់អាចទប់បានណាអញ្ចឹងបើសិនជាអាចបងនឹងធ្វើដើម្បីគ្រួសារយើងបានអត់ខ្ញុំមានតែប៉ុណ្្នឹងបើបងតាមបងស្ដាប់សាច់រឿងឯងពីដើមដល់ចប់មកអូនឯងគួរតែបើកចិត្តនិយាយគ្នាមួយគាត់បើសិនជាល្អបើកតុកមូលមួយនិយាយ3នាក់ហ្នឹងហ្មងថាអូនឯងពិតជាប្រច័ណ្ឌប្តីជាមួយនឹងសង្សារចាស់គាត់ខ្លាំងដល់ថ្នាក់អត់អាចទទួលយកបានអូនឯងពីបងណាបងរីកមិនអញ្ចឹងតែបងអត់ដឹងថាអូនហ៊ានធ្វើអត់ខ្ញុំអត់មានភាពក្លាហានទេបងខ្ញុំពិបាកបានខ្ញុំមកបន្ធូរអារម្មណ៍នៅកម្មវិធីហ្នឹងខ្ញុំអត់មានភាពក្លាហានមែនតើខ្ញុំខ្លាចនៅពេលដែលខ្ញុំនិយាយប្រាប់ប្តីរបស់ខ្ញុំហើយគាត់ទៅជាឆ្លោះគ្នាទៅជាមានរឿងធំជាងហ្នឹងហើយអីដែលខ្ញុំខ្លាចបំផុតហ្នឹងគឺខ្លាចគាត់គិតថាខ្ញុំហ្នឹងអាត្មានិយមពេកហើយគាត់លែងដៃខ្ញុំបែកគ្នាជាមួយខ្ញុំទុកខ្ញុំឲ្យនៅមួយកូនមួយអីហើយគាត់ត្រឡប់ទៅរកសង្សារចាស់របស់គាត់វិញហ្នឹងខ្ញុំឈួតហ្មងបងខ្ញុំអូយខ្ញុំពិបាកមែនតើខ្ញុំនិយាយខ្ញុំចង់តែយំទេបងខ្ញុំអត់ចង់បានរូបភាពហ្នឹងហើយខ្ញុំខ្លាចមែនតើបងខ្លាចរូបភាពហ្នឹងខ្លាចរូបភាពហ្នឹងបង
បើបងតាមបងស្ដាប់មកប្រហែលជាគ្នាយើងជាច្រើនព្រោះជំរឿសល្អបំផុតមានតែនិយាយគ្នាបើណែងនៅអញ្ចឹងមានអារម្មណ៍ថាណែងគេងអោបភ្លើងនៅនឹងរហូតពេលណាដែលគេជួបគ្នាពេលណាដែលគេឆាតមួយគ្នាគឺណែងឈឺចាប់រហូតឈឺមានអារម្មណ៍ថារហថ្ងៃហ្នឹងសភាពខ្ញុំរហថ្ងៃហ្នឹងដូចគេងអោបដុំភ្លើងលេបទុកដុំភ្លើងនៅក្នុងចិត្តចឹងវាពិបាកមែនតើបងសនួរចុងក្រោយអូនឯងហ៊ានអត់ផ្ញើ link វីដេអូហ្នឹងទៅកាន់ប្តីចាំមើលសិនបងអាចនឹងរកវិធីផ្សេងបើឲ្យខ្ញុំ copy link ឲ្យផាសទៅគាត់ហ្មងវារៀងឆៅពេកខ្ញុំអត់ហ៊ានទេអាចរកពេលតនេដូចពេលនៅមួយកូនឬក៏ពេលញ៉ាំបាយអញ្ចឹងបងយើងបើកវីដេអូហ្នឹងមើលជុំគ្នាមួយគាត់ចាបើអញ្ចឹងខ្ញុំអាចហ៊ានចាបងអូខេបងគោរពការសម្រេចចិត្តរបស់អូនបាទហើយអ្នកទាំងអស់គ្នាក៏អាចបញ្ចេញមតិយោបល់នៅខាងក្រោម comment នឹងបានដែរហើយសង្ឃឹមថាបងនឹងចូលមើល comment ដោយសារបងជឿជាក់ថានឹងមានគ្នាយើងជាច្រើនចូល comment ដើម្បីមានវិធីសាស្ត្រជាច្រើនឲ្យអូនឯងទៅសាកល្បងអនុវត្តដើម្បីឲ្យជីវិតគ្រួសារអូនឯងកាន់តែមានសុភមង្គលខ្លាំងមកកម្រិតទៀតឲ្យ10 លើ 10ហ្មងខ្ញុំសង្ឃឹមថាខ្ញុំឡើងមកកម្មវិធីហ្នឹងហើយខ្ញុំនឹងទទួលបានដូចអីដែលខ្ញុំប៉ងបងបាទមិនដែរពេលបានសម្រួលអារម្មណ៍ហើយបាននិយាយរឿងក្នុងចិត្តមកអញ្ចឹងហើយបានធូរស្រាលមកកម្រិតអត់ពេលដែលខ្ញុំបាននិយាយរឿងហ្នឹងចេញមកក្រៅហើយខ្ញុំនិយាយអារម្មណ៍ពិតមកខ្ញុំធូរមែនតែនព្រោះដោយសារតាំងពីដើមមកខ្ញុំអត់ធ្លាប់និយាយចេញក្រៅទេបងហើយទោះបីជាខ្ញុំនិយាយហើយទៅដល់ផ្ទះវិញទទួលបានលទ្ធផលដែលគាត់អាចនឹងមើលវីដេអូនេះហើយគាត់ស្របតាមឬក៏អត់ស្របតាមយ៉ាងហោចណាស់ក៏ខ្ញុំបាននិយាយចេញក្រៅខ្ញុំធូរដែរយ៉ាងហោចយើងបានបញ្ចេញសកម្មភាពហើយចាអូខេដល់ពេលអ្នកតឹងបងវិញស្ដាប់រឿងគ្រួសារគេចង់តឹងទីកវិញឥឡូវនេះធ្វើមិនទៅអូខេអញ្ចឹងអ្នកនរគ្នាដូចខ្ញុំបាននិយាយដែរអញ្ចឹងកុំភ្លេចបញ្ចេញមតិរបស់ខាងក្រោមមកព្រោះថាខៃឡូអ្នកទាំងអស់គ្នាធ្លាប់ឆ្លងកាត់ហេតុការណ៍ដូចបងអូនស្រីដែរមានវិធីដោះស្រាយចែកម្លែកគ្នាទៅហើយបងអូនស្រីគាត់នឹងមើលហើយបើគាត់គិតថាមតិយោបល់ណាល្អដែលគាត់អាចនឹងសាកល្បងធ្វើបានគាត់នឹងព្យាយាមធ្វើហើយអរគុណមែនតើអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាកម្មវិធីយើងតាំងពីចាប់ដើមរហូតដល់នាទីចុងក្រោយនេះហើយអរគុណមែនតើជាពិសេសទៅដល់ម្ចាស់កម្មវិធីរបស់យើងគឺ Gangsbird ហើយកម្មវិធីនេះដែរមានចំណងជើងថា Gangsbird Secret ចឹងបើអ្នកទាំងអស់គ្នាចង់ចូលរួម confession ក៏ដូចជានិយាយរឿងក្នុងចិត្តបទពិសោធន៍ជីវិតការងារស្នេហាគ្រួសារក៏អាចចូលរួមបានដែរអ្នកនរគ្នាអាចឆាតមក inbox ក៏បានអ្នកនរគ្នា voice ក៏បានហើយបើរឹតតែល្អឲ្យចង់ធូរចិត្តទៀតចូលរួមតែម្ដងហើយកម្មវិធីរបស់យើងធានាជូន 100% ថាយើងនឹងរក្សាការសម្ងាត់ជូនពុកម៉ែបងប្អូនទាំងអស់គ្នាមិនឲ្យបែកធ្លាយទេបាទអញ្ចឹងអរគុណអូនដែលមានភាពក្លាហានចូលរួមជាមួយនឹងកម្មវិធី Gangsbird Secret របស់យើងហើយមានអីផ្ដាំទៅទស្សនិកជនដែលកំពុងទស្សនាអត់ខ្ញុំអរគុណដូចគ្នាបងខ្ញុំអត់មានអីច្រើនទេមានតែអរគុណបងដែលបានទស្សនាវីដេអូហ្នឹងអញ្ចឹងហើយបើសិនជាមានមតិអី comment បងអាច comment នៅក្នុងវីដេអូហ្នឹងបានល្អអាក្រក់អីខ្ញុំទទួលយកទាំងអស់ហើយខ្ញុំសង្ឃឹមថាមាន comment ដែលអាចជួយលើកទឹកចិត្តរបស់ខ្ញុំធ្វើឲ្យរបួសផ្លូវចិត្តរបស់ខ្ញុំហ្នឹងវារៀងធូរស្បើយបងអូខេអរគុណពីខ្ញុំបាទអធិការសូមជូនពរពុកម៉ែបងប្អូនដែលកំពុងទស្សនាកម្មវិធី Gangsbird Secret របស់យើងជួបតែសំណាងល្អសុខភាពល្អហើយកុំភ្លេច like and share នៅវីដេអូនឹងទាំងអស់គ្នាដើម្បីឲ្យគ្នាយើងជាច្រើនទៀតបានបញ្ចេញ confession ក៏ដូចជាបានរំសាយអារម្មណ៍ជាមួយនឹងកម្មវិធីរបស់យើងខ្ញុំបាទអធិការសូមអរគុណសូមគោរពលា